ឆៃពៅស្រុកស្អាងបានคล้ายទៅជាឆៃពៅដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកនិងក្រៅស្រុកទទួលស្គាល់និងមានការឲ្យតម្លៃខ្ពស់ជាឆៃពៅដែលមានរសជាតិឆ្ងាញ់ពិសាបើយើងធ្វើដំណើរទៅតាមដងផ្លូវជាតិលេខ21ចេញពីក្រុងតាខ្មៅខេត្តកណ្ដាលប្រមាណជា20គីឡូម៉ែត្រយើងនឹងសង្កេតឃើញថាមានតូបជាច្រើនរបស់បងប្អូនអ្នកភូមិព្រៃស្នាយឃុំព្រៃកោយស្រុកស្អាងជាច្រើនអ្នកបានដាក់តាំងលក់ឆៃពៅគ្រប់រសជាតិសម្រាប់លក់លោកស្រីសែច័ន្ទម៉ាវ័យ31ឆ្នាំជាអ្នកធ្វើឆៃពៅផ្អែមនិងប្រៃនៅឃុំព្រៃកោយស្រុកស្អាងបានឲ្យដឹងអំពីវិធីសាស្ត្រនៃការធ្វើឆៃពៅនិងការលក់របស់លោកស្រីថាដំបូងឡើយយើងយកសាច់ថៅមកកាត់ក្បាលកាកតុយវាបើសិនសាច់ថៅស្អាតយើងកាត់ក្បាលកាកតុយសាច់ថៅដីស៊ីយើងយកមកចិតច្រវាក់ហើយយកទៅដាក់អំបិលជន់ឲ្យបានជន់2ថ្ងៃយើងដាក់អំបិល2ថ្ងៃទៅបានយើងដាក់ឆ្កដាក់ឆ្កចាដាក់ឆ្កផ្អាប់បាន2យប់យើងយកមកហាលឲ្យវាស្ងួតបានយើងចេញលក់ជន់ហ្នឹងយើងឡើងជន់ឬក៏យ៉ាងម៉េចបងយើងឡើងជន់ឡើងជន់ឡើងជ្រុំចឹងហ្មងបងដើម្បីអីបងយើងឡើងជ្រុំជន់ហ្នឹងជ្រុំឲ្យវាចេញអាជាតិហាងវាហើយឲ្យវាទន់បាទផ្អាប់នៅក្នុងពាងប្រហែលថ្ងៃដែរបងយើងផ្អាប់អំបិលហ្នឹងវាយើងដាក់មកអំបិលអញ្ចឹងទៅជន់វាថ្ងៃហ្នឹងទៅស្អែកឡើងយើងជន់ថ្ងៃហ្នឹងយើងចូលពីអំបិលស្អែកឡើងយើងចាក់ទឹកវាលាងយកមកហាលហើយយកទៅដាក់ស្ករបាន2យប់យើងយកមកហាលទៀតបាទអានេះរបៀបសាច់ពៅប្រៃឬក៏សាច់ពៅផ្អែមអានេះសាច់ពៅផ្អែមសាច់ពៅប្រៃវិញយើងជន់មកអំបិលទៅយើងបាញ់អំបិលឲ្យខ្លាំងហើយបងហើយអញ្ចឹងចាហើយរបៀបធ្វើពីហ្នឹងមួយណាពិបាកជាងបងប្រៃឯផ្អែមផ្អែមវាធ្វើពិបាកជាងព្រោះវាយូរយើងនៅដាក់អំបិល2ដងហើយដាក់ស្ករយកទៅហាលហើយដល់ប្រៃវិញយើងគ្រាន់តែដាក់អំបិលតែ2សាហើយហ្មងបាទខ្ញុំលក់នៅមុខផ្ទះហើយនឹងតិចជនមកពីព្រៃវែងហើយបោះឲ្យស្ដោមួយខ្ញុំថិតថេររាល់ថ្ងៃហ្មងគាត់យកទៅលក់នៅផ្សារតូចនឹងលក់នៅផ្សារនិមមាសជាមួយនឹងការនិយមចូលចិត្តទទួលទានឆៃពៅដែលត្រូវបានលោកស្រីមឿស្រីនាងវ័យ35ជាអធិរាជជនរស់នៅឃុំតាណល់ស្រុកស្អាងបានមានប្រសាសន៍ថាខ្ញុំភ័យច្រើនខ្ញុំទិញរហូតដល់ទៅវិញខ្ញុំត្រូវទិញទៅផ្ញើបងប្អូនពួកម៉ាក់នៅកន្លែងធ្វើការឬមួយក៏មិត្តភក្តិអីចឹងតែញើផ្ញើពួកគាត់ព្រោះគាត់នៅខេត្តឆ្ងាយគាត់អត់ដឹងពីឆៃពៅខាងស្រុកនេះអញ្ចឹងខ្ញុំត្រូវផ្សាយពីខាងស្រុកខ្ញុំព្រោះនៅស្រុកខ្ញុំមានឆៃពៅល្អអញ្ចឹងណាគេថាបរិភោគទៅអត់មានជាតិគីមីប៉ះពាល់ដល់សុខភាពទេរីឯលោកស្រីហុងក្រេងអាយុ61ឆ្នាំជាអតិថិជនទិញឆៃពៅផ្អែមនិងប្រៃយកទៅលក់នៅឯប៉ោយប៉ែតបានមានប្រសាសន៍អំពីការជាវឆៃពៅនេះទៅពិសាថារសជាតិវាយើងហូបមួយបបរសអញ្ចឹងយើងជៀនមួយឆៃពៅមួយពងទាហូបជាមួយបាយក៏បានជំនួសមកដងមកកាលចាហូបមួយពោតស្ងោរក៏ឆ្ងាញ់ដែរចាហើយជាពិសេសទូទៅគឺនៅឆៃពៅហ្នឹងទិញពីហ្នឹងទៅគឺល្បីហ្មងមានតែនៅកន្លែងហ្នឹងឯងដែលថាឆៃពៅដែលមានរសជាតិពិតអត់មានជាតិគីមីគេដាក់ស្ករគេត្រឹមអំបិលត្រឹមស្ករត្រឹមឆៃថៅត្រឹមត្រូវគេអត់មានដាក់អីទាំងអស់ទេក្រៅពីរបស់ដែលហូបកើតមិនខូចសុខភាពចាគួរបញ្ជាក់ផងដែរថានៅក្នុងមួយថ្ងៃលោកស្រីសែច័ន្ទម៉ាអាចលក់បានប្រាក់ពី20,000ទៅ25,000រៀលដោយបងប្អូនអតិថិជនខ្លះគាត់បានទិញផ្ញើបងប្អូនរបស់គាត់នៅឯក្រៅប្រទេសថែមទៀតផងពីព្រោះអតិថិជនយល់ថាឆៃពៅរបស់លោកស្រីធ្វើអំពីឆៃថៅខ្មែរស្រស់ៗគ្មានជាតិគីមីចំណែកឯឆៃថៅដែលយកមកធ្វើឆៃពៅវិញលោកស្រីប្រម៉ូទិញឆៃថៅទាំងអស់នេះគឺចំនួនពី25ទៅ30តោនឯណោះពីព្រោះថាលោកស្រីមានឈ្មោះដឹកតាំងពីស្រុកសំឡូតខេត្តបាត់ដំបងខេត្តកំពង់ចាមខេត្តតាកែវស្រុកកោះធំខេត្តកណ្ដាលយកមកលក់ឲ្យគាត់ដល់ផ្ទះតែម្ដង